ជំរាបសួរលោកគ្រូនេះគឺជាលើកមួយទៀតដែលបង្ហាញអំពីរបៀបក្នុងការ deploy web static website ដំបូងខ្ញុំសូមឆែក PWD HTML សិនមកហើយ step ដំបូងគឺយើងត្រូវការ install Nginx សិនដើម្បីធ្វើការ deploy website ដើម្បី install បានគឺយើងត្រូវការវាយ command មួយគឺ sudo apt install nginx-file install nginx-file ឥឡូវយើងធ្វើមកធ្វើការ download អូខេវាកំពុងតែ download ហើយបន្ទាប់ពីវាធ្វើការ download ហើយយើងត្រូវការ enable nginx នោះសិនដើម្បីឲ្យវាដំណើរការបានគឺយើងត្រូវការវាយ command មួយគឺ sudo systemctl enable nginx enable system control enable nginx ctl enable nginx អូខេយើងធ្វើមកអូខេបន្ទាប់ពីយើង enable ហើយយើងត្រូវការឆែកទៅលើ setter វាចង់ដឹងថាវា running ហើយវា active នៅបន្ទាប់មកគឺយើងវាយ sudo systemctl status nginx system control status nginx មកលើអូខេឥឡូវវា active running ហើយបន្ទាប់ពីយើងឆែកទៅលើហើយយើងចូលទៅក្នុង Fazilla ដើម្បី connect មកយើងចូលទៅក្នុង AWS របស់យើងថយមកដើម្បីទៅយក IP របស់វាយើងចុចចូលមកតោះមកចុច connect ជា instant អីចុច connect អូខេបន្តមកចូល EC2 instant តោះមក copy IP មកហើយចូលក្នុង Fazilla វិញយើងចូលពាក្យ file ហើយយើងយក site manager ដើម្បីផាស IP យើងចូលក្នុង host ហើយចុច connect មកហើយចុច OK អូខេបន្ទាប់មកយើងចូលទៅ root directory ដែលជា home directory របស់យើងបន្ទាប់មកយើងចូលក្នុងvar ហើយចូល www ចូលក្នុង www បន្ទាប់មកចូលក្នុង www បន្ទាប់មកយើងចូលទៅក្នុងHTML បន្ទាប់មកយើងផាសកូដ file HTML យើងចូលអានេះឥឡូវខ្ញុំតេស្ត file ឡើងកន្លងចោលសិនហើយបន្ទាប់មកខ្ញុំតេស្ត HTML តាមក្រោយឥឡូវខ្ញុំទាញចូលចឹងនឹង file វាមានច្រើនដល់ពេលដែលយើងទាញចូលគឺវាទាញចូលហើយវា delete មិនថាវា file វាត្រូវការឲ្យយើង information ចូលទៅក្នុងvar www ហើយនឹង HTML ហ្នឹងយើងត្រូវការវាយើងត្រូវការនៅដាក់ permission វាឥឡូវវាអត់មាន permission ទេឥឡូវយើងដើម្បីដាក់យើងវាយ sudo chmod បបិដើមហើយនឹងvar/www/html ហើយជាdirectory មួយហ្នឹងអូខេបន្ទាប់ពីយើងassign permission ហើយយើងឆែកទៅលើ permission ហ្នឹង ls ដាក់ var www/html អូខេយើងធ្វើមកនេះគឺវាបានហើយតមកគឺឡើយខ្ញុំសាក់ទាញ file HTML ចូលវិញដោយសារមិញខ្ញុំគ្រាន់តែតេស្តទេបើអ្នកនរចង់ដាក់ file កន្លែងយើងត្រូវទៅ build វាយ command build ហើយបន្ទាប់មកមិនយើងចូល file មកដាក់ចូលឥឡូវខ្ញុំមើល file HTML ចូលមកសិនតម្លៃទាញ file នឹងចូលមកតើនេះ load ពេល success មកថាយើងទាញចូលបាន success វាអត់ទាញចូលហើយ delete remove ចោលមកញ៉េបន្ទាប់ពីយើងទាញចូលហើយយើងត្រូវការ reload nginx សិនយើងវាយ sudo systemctl reload nginxអូខេ
នេះគឺខ្ញុំ host បានហើយហើយខ្ញុំ click បើក record ដើម្បីដំបូងដល់ពេលដែលយើងhost វាយើងវាយ copy IP path ទៅវាអត់ទាន់ដើរទេយើងត្រូវការមកដាក់ RTP ឡើង security